សូមជម្រាបសួរនាងខ្ញុំនឹងអាននៅអត្ថបទប្រជុំរឿងព្រេងខ្មែរភាគ7រឿងដើមកោងកាងនិងដើមឈើទាលតាមបុរាណបានដំណាលតគ្នាមកថាកាលដើមឡើយដើមកោងកាងជាដើមឈើមួយពួកដែលដុះនៅតែលើភ្នំនិងជើងភ្នំចំណែកដើមឈើទាលទាំងឡាយដុះនៅក្បែរមាត់ព្រែកមាត់ស្ទឹងនិងមាត់អូរម្ល៉េះហើយដល់តែពេលរដូវទឹកជំនន់កាលណាគឺតែងតែហូរច្រោះរលើងរលំដើមឈើទាលនោះស្លាប់អនារ័យអស់ដើមឈើទាលទាំងឡាយការបើបានសេចក្តីលំបាកវេទនាសងជារៀងរាល់ឆ្នាំយ៉ាងនេះក៏ជំនុំគ្នាថាពួកយើងនឹងនៅទ្រាំទ្រដុះនៅលើទំនាបយ៉ាងនេះតទៅទៀតបំបានបើដូច្នេះយើងត្រូវនាំគ្នាទៅនិយាយនឹងដើមកោងកាងឲ្យដុះនៅលើដីសភាពដូច្នេះវិញម្ដងត្បិតដើមកោងកាងមានឫសច្រើនប្រកាសជាអាចទប់ទល់នឹងទឹកដីដូច្នេះបានលុះជំនុំគ្នាព្រមព្រៀងហើយពពួកដើមឈើទាលទាំងឡាយបានចូលទៅនិយាយនឹងដើមកោងកាងដោយដែលបានជំនុំគ្នាមកមុនដំបូងដើមកោងកាងប្រកែកតែដើមឈើទាលអង្វរថាបើអ្នកព្រមប្តរដុះនៅកន្លែងយើងរាល់គ្នានឹងតបឧបការគុណរាល់ឆ្នាំជាដរាបទៅគឺក្នុងមួយឆ្នាំយើងទាំងអស់គ្នានឹងកោរសក់បួសជូនម្ដងឯដើមកោងកាងកាលបើបានលើដើមឈើទាលអង្វរដូច្នេះហើយក៏ព្រមប្តរចុះមកដុះនៅមាត់ព្រែកមាត់ស្ទឹងមាត់អូរតាមដើមឈើទាលសុំរហូតមកឯដើមឈើទាលក៏នាំគ្នាឡើងទៅដុះនៅលើកំពូលភ្នំនិងជើងភ្នំវិញព្រោះហេតុដូច្នេះបានជាសប្តាហ៍ថ្ងៃនេះនៅលើភ្នំនិងជើងភ្នំតាមជើងភ្នំនានាគេឃើញច្រើនតែមានដើមឈើទាលដុះវិញចំណែកឯដើមកោងកាងគេតែងតែដុះនៅមាត់ព្រែកមាត់ស្ទឹងមាត់អូរនិងមាត់សមុទ្រជាដរាបមកម្យ៉ាងទៀតគេតែងសង្កេតឃើញដើមឈើទាលជំរុះស្លឹកអស់រលីងក្នុងមួយឆ្នាំម្ដងគឺដើម្បីបួសជូនដើមកោងកាងនោះឯងចំណែកដើមកោងកាងការបាត់ដុះនៅតាមមាត់ព្រែកមាត់ស្ទឹងមាត់អូរមាត់សមុទ្រកាលណាតែងតែលបចាយចង់កូនក្រមុំដើមខ្លាំពាក់រៀងរាល់យប់បានជានាងខ្លាំពាក់ខឹងយកឈើទៅបោះចម្រងពាសពេញគឺដើមខ្លាំពូនេះឯងដើម្បីមិនឲ្យកោងកាងចូលទៅលបលួចចាយចង់កូនក្រមុំខ្លួនឯងបានចំណែកឯដើមកោងកាងកាលបើត្រូវខ្លាំពាក់បោះចម្រងមិនឲ្យចូលចុះដូច្នេះក៏តាំងបោះស្ពានឆ្លងចម្រងនោះទៅទៀតព្រោះហេតុនេះហើយបានជាសប្តាហ៍ថ្ងៃនេះដើមកោងកាងដុះនៅទីណាតែងតែឃើញដើមខ្លាំពាក់និងដើមខ្លាំពូដុះនៅទីនោះជាដរាបហើយដើមខ្លាំពូដែលដុះឡើងនោះបើក្រឡេកមើលទៅវិស័យដូចជាចម្រងមែនដែលហេតុដើមនោះមូលហើយស្រួចជ្រងច្រាងដូចជាជួរបីដូចជាគេដាំចំណែកឯដើមកោងកាងទៀតសោតក៏មានឫសវែងធំចាក់ស្រេះនៅក្នុងដីក្នុងទឹកជាច្រើនជាងម៉ែកទៅទៀតតម្រៀបគ្នាជាជួរមើលទៅវិស័យដូចជាស្ពានពិតហើយបើទោះបីជាទឹករលកឬជំនន់ហូរច្រោះខ្លាំងយ៉ាងណាក៏មិនអាចរលើងរលំបានឡើយ